តើអ៊ុយក្រែនកំពុងត្រៀមអាវុធដែលអាចផ្លាស់ប្ដូរតុល្យភាពសង្គ្រាមមែនឬទេខណៈរុស្ស៊ីបន្តបាញ់មីស៊ីលប៉ាឡេស្ទិកមកលើអ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុបកំពុងរួមគ្នាបង្កើតប្រព័ន្ធការពារមីស៊ីលថ្មីមួយដែលមានឈ្មោះថា Freja បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់អ៊ុយក្រែនមិនចង់រំពឹងលើ Patriot តែមួយមុខទៀតនោះទេឥឡូវនេះពួកគេកំពុងជំរុញគម្រោងថ្មីមួយដែលអាចក្លាយជាខែលការពារអឺរ៉ុបទាំងមូលតើវាអាចក្លាយជាជម្រើសថ្មីជំនួស Patriot បានដែរឬទេសូមតាមដានទាំងអស់គ្នាអ៊ុយក្រែនចង់ឲ្យគំរូដំបូងនៃប្រព័ន្ធការពារមីស៊ីលប៉ាឡេស្ទិករបស់អឺរ៉ុបដែលមានឈ្មោះថា Freja រួចរាល់នៅក្នុងឆមាសទី1នៃឆ្នាំ2027ខណៈដែលទីក្រុងគៀវកំពុងជំរុញឲ្យសម្ព័ន្ធមិត្តជួយអភិវឌ្ឍប្រព័ន្ធអាវុធដែលអាចបាញ់ទម្លាក់មីស៊ីលប៉ាឡេស្ទិករបស់រុស្ស៊ីបានលោក David Alien អនុលេខាធិការក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែនដែលទទួលបន្ទុកគម្រោង Freja បាននិយាយថាគណៈកម្មាធិការអន្តរជាតិមួយដែលមានភារកិច្ចវាយតម្លៃថ្លៃដើមស្រាវជ្រាវនិងអភិវឌ្ឍគ្រោងនឹងបើកកិច្ចប្រជុំលើកដំបូងក្នុងពេលឆាប់ៗនេះមេដឹកនាំមកពីប្រទេសអឺរ៉ុបចំនួន10រួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងក្រុមហ៊ុនផលិតអាវុធប្រមាណជា12ក្រុមហ៊ុនបានជួបប្រជុំគ្នានៅក្នុងទីក្រុងប៉ារីសកាលពី2សប្តាហ៍មុនដើម្បីប្រកាសបង្កើតជាផ្លូវការនៅសម្ព័ន្ធប្រឆាំងមីស៊ីលប៉ាឡេស្ទិកលោក Alien បាននិយាយថាដោយសារយើងកំពុងធ្វើការក្រោមពេលវេលាដ៏តឹងរ៉ឹងយើងមានគោលដៅប្រកបដោយមហិច្ឆតាគឺចង់ឲ្យ MVP រួចរាល់នៅក្នុងឆមាសទី1នៃឆ្នាំក្រោយលោកបន្តថានោះគឺជាគំរូដំបូងដែលអាចបង្ហាញលទ្ធផលជាក់ស្ដែងលើកដំបូងរបស់វាបានអ៊ុយក្រែនចង់កាត់បន្ថយការពឹងផ្អែកលើ Patriot បច្ចុប្បន្នអ៊ុយក្រែនពឹងផ្អែកយ៉ាងខ្លាំងលើប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិកប្រព័ន្ធនេះគឺជាអាវុធតែមួយគត់នៅក្នុងឃ្លាំងរបស់អ៊ុយក្រែនដែលអាចបាញ់ទម្លាក់មីស៊ីលប៉ាឡេស្ទិករបស់រុស្ស៊ីបានយ៉ាងមានប្រសិទ្ធភាពខណៈដែលមីស៊ីលប្រភេទនេះហោះហើរក្នុងល្បឿនលឿនជាងសម្លេងច្រើនដងបើទោះបីជាយ៉ាងណាក៏ដោយការផ្គត់ផ្គង់ប្រព័ន្ធ Patriot បានរងផលប៉ះពាល់ដោយសារភាពមិនច្បាស់លាស់ផ្នែកនយោបាយការខ្វះស្តុកនិងរយៈពេលផលិតដ៏យូររបស់វាក្នុងខែនេះរុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលប៉ាឡេស្ទិកលើរដ្ឋធានីគៀវនិងទីក្រុងកំពង់ផែអូដេសាដោយបាញ់មីស៊ីលរាប់សិបគ្រាប់ខណៈដែលអ៊ុយក្រែនមិនអាចបាញ់ទម្លាក់បានភាគច្រើនដោយសារការខ្វះខាតមីស៊ីលស្ទាក់ចាប់អ៊ុយក្រែនផ្ដល់មីស៊ីលខណៈសម្ព័ន្ធមិត្តផ្ដល់បច្ចេកវិទ្យាអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ឧបករណ៍បាញ់និងមីស៊ីលស្ទាក់ចាប់សម្រាប់គម្រោង Freja ដែលលោក Zelensky បាននិយាយកាលពីខែនេះថានៅសល់តែការធ្វើតេស្តប៉ុណ្ណោះលោក Zelensky ក៏បានបង្ហាញពីក្តីសង្ឃឹមថាប្រព័ន្ធនេះនឹងអាចដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេល1ឆ្នាំក្រោយទីក្រុងគៀវរំពឹងថាសម្ព័ន្ធមិត្តនឹងផ្ដល់បច្ចេកវិទ្យាសំខាន់ៗដូចជាប្រព័ន្ធរ៉ាដាទំនើបប្រព័ន្ធចាប់ sensor បច្ចេកវិទ្យាណែនាំមីស៊ីលប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការគ្រប់គ្រងមីស៊ីលក្រុមហ៊ុនការពារជាតិដែលបានចូលរួមក្នុងគម្រោងនេះរួមមាន Aerosam ដែលផលិតប្រព័ន្ធស្ទាក់ចាប់ SAM-T ព្រមទាំងក្រុមហ៊ុន Leonardo, Thales និង Saab ផងដែរចំណែកក្រុមហ៊ុនផលិតមីស៊ីលនិងដ្រូនរបស់អ៊ុយក្រែន Firepoint ដែលជាអ្នកអភិវឌ្ឍមីស៊ីល Cruise ឈ្មោះថា Flamingo បានប្រកាសថាខ្លួននឹងក្លាយជាដៃគូឧស្សាហកម្មសំខាន់បំផុតនៃគម្រោងនេះកាលពីខែមុន Firepoint ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Hensoldt ដើម្បីផ្គត់ផ្គង់ប្រព័ន្ធរ៉ាដាសម្រាប់គម្រោង Freja ផងដែរប្រព័ន្ធបើកចំហអាចបដូរគ្រឿងបន្លាស់បានគម្រោង Freja មានគោលបំណងបង្កើតជម្រើសដែលមានតម្លៃទាបជាងប្រព័ន្ធ Patriot បច្ចុប្បន្នប្រទេសអឺរ៉ុបជាច្រើនក៏ពឹងផ្អែកលើវាដូចគ្នាដែរប្រព័ន្ធការពារដែនអាកាសផ្សេងទៀតដូចជា SAM-T របស់បារាំងអ៊ីតាលីនិង Iris-T របស់អាល្លឺម៉ង់នៅមិនទាន់បង្ហាញថាអាចបាញ់ទម្លាក់មីស៊ីលប៉ាឡេស្ទិកបានយ៉ាងមានប្រសិទ្ធភាពនៅឡើយទេលោក Zelensky បានប្រៀបធៀបសម្ព័ន្ធ Freja ទៅនឹង Lego ដែលអាចយកគ្រឿងបន្លាស់ពីក្រុមហ៊ុនផ្សេងៗមកផ្លាស់ប្ដូរគ្នាបានលោក Alien បានបញ្យល់ថាក្រុមហ៊ុនផលិតត្រូវបានប្រគល់ភារកិច្ចឲ្យបង្កើតក្របខ័ណ្ឌប្រព័ន្ធមួយដែលគ្រឿងបន្លាស់អាចផ្លាស់ប្ដូរគ្នាបានលោកបាននិយាយថាគោលការណ៍សំខាន់នៃប្រព័ន្ធនេះគឺជាស្ថាបត្យកម្មបើកចំហប្រសិនបើដាណឺម៉ាកចង់បានប្រព័ន្ធ Freja ជាមួយរ៉ាដាដែលផលិតដោយក្រុមហ៊ុន Webel របស់ខ្លួននោះក៏អាចធ្វើបានដែរប្រសិនបើស៊ុយអែតចង់ប្រើប្រព័ន្ធនេះដោយដាក់បញ្ចូលបច្ចេកវិទ្យាសាស្ត្រក៏មិនបញ្ហាដែរលោកបានបន្ថែមថាគំនិតមួយដែលកំពុងត្រូវបានពិចារណានោះគឺការបង្កើតស្ថាប័នពិសេសឬមូលនិធិមួយដើម្បីទទួលនិងគ្រប់គ្រងការរួមចំណែកទាំងអស់ព្រមទាំងធានាឲ្យមានហិរញ្ញប្បទានមានស្ថិរភាពសម្រាប់គម្រោងនេះលោកសង្ឃឹមថាការឲ្យវិស័យឯកជនមួយចូលរួមដោយផ្ទាល់ជាមួយរដ្ឋាភិបាលនឹងជួយកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញលោកបានសង្កត់ថាសម្ព័ន្ធនេះគួរតែផ្ដោតលើការអនុវត្តជាក់ស្ដែងមិនមែនផ្ដោតលើនយោបាយនោះទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់ដល់ចប់ប្រសិនបើក្នុងវីដេអូនេះមានលើសលួសខ្វះខាតត្រង់ចំណុចណាសូមអ្នកទាំងអស់គ្នាជួយបំពេញបន្ថែមនៅខមមិនខាងក្រោមអរគុណជួបគ្នានៅវីដេអូក្រោយអ៊ីរ៉ង់លក់ប្រេងបាន $18,000 លានអំឡុងសង្គ្រាមជាមួយអាមេរិក
ក្រសួងប្រេងកាតនៃប្រទេសអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃសៅរ៍ទី25ខែកក្កដាឆ្នាំ2026នេះថាខ្លួនអាចរកចំណូលបានសរុបដល់ទៅ$18,000 លានអាមេរិកតាមរយៈការលក់ប្រេងនៅកំឡុងពេលធ្វើសង្គ្រាមនិងក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិកនេះបើយោងតាមរបាយការណ៍នៃការចុះផ្សាយដោយសារព័ត៌មាន AFP សេចក្តីថ្លែងការណ៍នេះដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ប្រមូលចំណូលបាន$11.5 លាននៅពេលមានសង្គ្រាមសកម្មនិងប្រមាណជា$6.5 លានទៀតនៅក្នុងអំឡុងពេលបទឈប់បាញ់មុនពេលដែលកិច្ចព្រមព្រៀងនេះបានរលាយទៅវិញកាលពីដើមខែកន្លងទៅក្រសួងប្រេងកាតរបស់អ៊ីរ៉ង់បានគូបញ្ជាក់ថាប្រាក់ចំណូលនេះបានគ្រប់ដណ្ដប់លើសពី 60% នៃប្រាក់ចំណូលពីប្រេងកាតដែលបានរក្សាទុកនៅក្នុងថវិកាជាតិប្រចាំឆ្នាំរវាងពេលដែលមានវិបត្តិសង្គ្រាមដ៏ស្រួយស្រាលនេះយ៉ាងណាមិញតួលេខដែលបានប្រកាសនេះបានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងការលើកឡើងរបស់ប្រធានសភានិងជាប្រធានក្រុមចរចារបស់អ៊ីរ៉ង់លោក Mohammad Bagher Ghalibaf កាលពីចុងខែមិថុនាដែលធ្លាប់បានអះអាងថាអ៊ីរ៉ង់មិនអាចនាំប្រេងចេញបានសូម្បីតែមួយដំណក់ដោយសារតែការបិទគប់កំពង់ផែពីសំណាក់កងទ័ពជើងទឹករបស់អាមេរិកសង្គ្រាមរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី28ខែកុម្ភៈដោយបានទាញតំបន់ទាំងមូលឲ្យធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរក្រោយមកបទឈប់បាញ់នៅខែមេសាបានជួយពន្លត់ភ្លើងសង្គ្រាមនេះបានមួយគ្រាប៉ុណ្ណោះក៏ប៉ុន្តែគួរឲ្យសោកស្ដាយការវាយប្រហារប្រយុទ្ធគ្នាបានឆាបឆេះឡើងវិញកាលពីដើមខែកក្កដានេះខណៈដែលសត្រូវសួរពូជទាំងពីរនេះកំពុងតែប្រជែងគ្នាដណ្ដើមសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់បំផុតមួយក្នុងតំបន់និងពិភពលោកទាំងមូលអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់ដល់ចប់ប្រសិនបើក្នុងវីដេអូនេះមានលើសលួសខ្វះខាតត្រង់ចំណុចណាសូមអ្នកទាំងអស់គ្នាជួយបំពេញបន្ថែមនៅខមមិនខាងក្រោមអរគុណជួបគ្នានៅវីដេអូក្រោយ